របៀបលេងចង្វាក់នៅក្នុងបទស្ដាយក្រោយបទគេពង trending អូយមានអ្នកស្រំព admin ធ្វើចង្វាក់បាត់នឹងមួយមកធ្វើចង្វាក់បាត់នឹងមួយមកផុសអកឥឡូវរកចង្វាក់ម្ដងអញ្ចឹងជូនតាមសំណុំពហើយបងប្អូនអ្នកគាត់ចាត់5ចង់រៀនហ្គីតានៅឆ្ងាយពិបាកអញ្ជើញមករៀននៅស្លាបតឬក៏នៅក្រៅប្រទេសចង់រៀនហ្គីតាដែរមានគ្រូបញ្យលណែនាំត្រឹមត្រូវមេរៀន1 2 3 4ច្បាស់លាស់មានគ្រូចាំជួយ support យើងមានជាថ្នាក់ online ថ្នាក់ដំបូង strumming finger picking finger style ចុះឈ្មោះម្ដងរៀនបានមួយជីវិតបងប្អូនអ្នកគាត់ចាប់5ចង់រៀននៅសាលាយើងក៏មានបើកថ្នាក់ដែរចាត់ពុតសុខគីភាសាទឹកមានវគ្គច្រើនអាចជ្រើសរើសបានចឹងដល់ព័ត៌មានលម្អិតទៅមក20បានចូលមកកាន់មេរៀនរបស់យើងវិញបាត់ហ្នឹងខ្ញុំអត់ចេះទេបងប្អូនអត់គ្នាខ្ញុំស្ដាប់បានតែកន្លែងអែទេចឹងខ្ញុំបរៀនឡើងហ្នឹងព្រោះបាត់ហ្នឹងលេងនៅក្នុងចង្វាក់ផប់ណាវាពេញមានកន្លះខ្ញុំបង្ហាញតែមកវីដេអូហ្នឹងមួយទាំងអស់ហ្មងមានទាំងពេញមានទាំងកន្លះនៅហ្នឹងហ្មងហើយមើលទៅតារាងនៅខាងក្រោមទៅខ្ញុំនឹងដាក់ពេញមួយចាហៀងកន្លះមួយចាហៀងដើម្បីបងប្អូនងាយស្រួលមើលឥឡូវយើងចូលមេរៀនរបស់យើងរបៀបនៅក្នុងការលេងចង្វាក់ផប់ពេញអញ្ចឹងចង្វាក់ផប់ពេញស្រួលទេបងប្អូនតាគ្នារបៀបនៅក្នុងការលេងខ្ញុំដាក់កូនក្នុងនេះឲ្យស្រួលដើម្បីឲ្យងាយស្រួលមើលព្រោះខ្ញុំដាក់គៀបកែប៉ូនៅក្នុងខ្ទង់ទី2ហើយលេងដាក់កគេសរេអីធម្មតាទៅបានដោយសារបត់ហ្នឹងគេដាក់កស្លាស់តែពិបាកចាប់ចឹងយើងដាក់កធម្មតាទៅអញ្ចឹងរបៀបនៅក្នុងការលេងចង្វាក់ផប់ពេញគឺយើងលេងបែបនេះក្នុងហ្នឹងមានផប់ពេញតែបន្តិចទេបងប្អូនអ្នកគ្នាសបោកន្លះតែពេញពេញហ្នឹងខ្ញុំបង្ហាញដែរដើម្បីឲ្យបងប្អូនដឹងអញ្ចឹងរបៀបនៅក្នុងការលេងចង្វាក់ផប់ពេញគឺយើងលេងបែបនេះណាចុះឡើងចុះបដូរអង្គចុះឡើងចុះកន្លែងពេញមានតែកន្លែងដូហើយនឹងរេហើយបន្ទាប់ពីហ្នឹងមកសិតតែកន្លះហើយអញ្ចឹងដូពេញហើយនឹងរេពេញម្ដងទៀតចុះឡើងចុះដូអង្គមកក៏រេចុះឡើងចុះម្ដងទៀតចុះឡើងចុះរេពេញចុះឡើងចុះតែដល់ពេលដល់កន្លែងកន្លះវិញកន្លះមានសល់កន្លះរេមានមីណាកន្លះរេអញ្ចឹងកន្លែងកន្លះគឺយើងលេងប៉ុណ្្នេះអញ្ចឹងតាំងមកកន្លងវាមានចុះ2ដងឡើង2ដងចុះ2ដងអញ្ចឹងកន្លះគឺយើងលេងអាកខាងមុខយើងលេងចុះ2ដងអាកខាងក្រោយយើងលេងឡើងចុះអញ្ចឹងកន្លះគឺយើងលេងមកកន្លងនឹងមាន2អាកបងប្អូនអ្នកគ្នាមើលទៅមកគេដាក់កន្លងចេះអញ្ចឹងមកកន្លងនឹងមាន2អាកគេហាក់កន្លះអញ្ចឹងសល់កន្លះរេគឺយើងលេងចេះចុះបដូរអាកមកអាករេឡើងចុះដងទៀតចុះដូរអាកមកអាករេឡើងចុះអញ្ចឹងមីណាកន្លះរេម្ដងចុះដូរអាកឡើងចុះម្ដងទៀតសល់កន្លះរេចុះដូរអាកឡើងចុះអញ្ចឹងបញ្ជាក់ម្ដងទៀតរបៀបនៅក្នុងការលេងកន្លះសល់ចុះហើយបដូរអាកឡើងចុះមីណាកន្លះរេចុះបដូរអាកឡើងចុះអញ្ចឹងចង្វាក់បត់ហ្នឹងគឺលេងប៉ុណ្ណឹងឧទាហរណ៍ដល់ពេលយើងចាប់ផ្ដើមលេងហើយនឹងច្រៀងគឺយើងលេងបងបត់គេរៀងលឿនបងអត់តន់ចេះលេងអាកចង្វាក់ហ្នឹងទេលេងឲ្យយឺតសិនក៏បានដែរឧទាហរណ៍យើងលេងអោណោឲ្យយឺតចឹងសិនក៏បានដែរបងដល់ពេលយើងចាប់ផ្ដើមលេងហើយច្រៀងយើងដូរតន់យើងស្គាល់ចង្វាក់នឹងយើងស្ទាត់ហើយចាំយើងលេងលបឿនប៉ុនរបស់គេទៅអញ្ចឹងមេរៀនការតម្លៃមានតែប៉ុណ្្នឹងទេបងអាចមើលហើយអនុវត្តតាមបានឆ្ងល់អត់យល់ខ្វះខាតកន្លែងណាមួយអាចខមមិននៅក្នុងវីដេអូបន្ថែមបានអរគុណច្រើន